ជប៉ុនចាប់ខ្លួនបរិជនជាតិអាមេរិក2នាក់ក្រោយម្នាក់លបផ្លោះរបងចូលទ្រង់សត្វស្វាល្បីឈ្មោះ Points និងម្នាក់ទៀតថតវីដេអូកម្លាំងសមត្ថកិច្ចជប៉ុនបានធ្វើការចាប់ខ្លួនបរិសុទ្ធ2នាក់ដែលអះអាងថាជាជនជាតិអាមេរិកបន្ទាប់ពីលបលួចចូលទៅក្នុងតំបន់ហាមឃាត់នៃទ្រង់របស់ Pons ដែលជាសត្វស្វាដ៏ល្បីល្បាញប្រចាំប្រទេសជប៉ុនស្វាដែលមានម្ដាយបោះបង់ចោលហើយល្បីល្បាញលើប្រព័ន្ធអ៊ីនធឺណិតដោយសារតែចូលចិត្តអោបតុក្កតាអ៊ូរ៉ង់អ៊ូតង់នៅសួនច្បារមួយកន្លែងក្បែរទីក្រុងតូក្យូយោងតាមការបញ្ជាក់ពីប៉ូលីសកាលពីថ្ងៃច័ន្ទបានដឹងថាការចាប់ខ្លួននេះត្រូវបានធ្វើឡើងក្រោមបទសង្ស័យការគំរាមកំហែងនិងរំខានដល់កិច្ចការប្រចាំថ្ងៃរបស់សួនសត្វរបាយការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យនៅសួនសត្វទីក្រុងអ៊ីឈីកាវ៉ាក្នុងខេត្តឈីប៉ាដោយបរិសុទ្ធម្នាក់បានផ្លោះរបងចូលទៅក្នុងតំបន់រស់នៅរបស់សត្វស្វាខណៈដែលបរិសុទ្ធម្នាក់ទៀតឈរថតសកម្មភាពដោយប្រើទូរស័ព្ទដៃប៉ូលីសបានបង្ហើបថាបរិសុទ្ធដែលបានផ្លោះរបងចូលទៅខាងក្នុងមានសម្លៀកបំពាក់បែបជាតួអង្គតុក្កតាគំនូរជីវចរដោយរូបគេបានអះអាងថាខ្លួនគេជានិស្សិតសាកលវិទ្យាល័យវ័យ24ឆ្នាំចំណែកឯបរិសុទ្ធម្នាក់ទៀតដែលជាអ្នកថតវីដេអូបានអះអាងថាខ្លួនជាតារាចម្រៀងវ័យ27ឆ្នាំទោះជាយ៉ាងណាក៏ដោយនៅក្នុងដំណាក់កាលសាកសួរបុគ្គលទាំងពីរនាក់នេះបានបដិសេធរាល់ការចោទប្រកាន់របស់សមត្ថកិច្ចគួររំលឹកផងដែរថាកូនស្វា Pans ត្រូវបានអ្នកថែរក្សាសួនសត្វប្រកុលតុក្កតាគូរ៉ង់គូតង់ដែលអោបជាប់ខ្លួនដើម្បីជំនួសអ្នកម្ដាយបង្កាត់របស់វាបានបោះបង់ចោលវាបានចាប់ផ្ដើមចូលទៅរស់នៅក្នុងទ្រង់ជុំគ្នាជាមួយសត្វស្វាដទៃទៀតកាលពីខែមករាកន្លងទៅនេះហើយសួនសត្វតែងតែបង្ហោះបច្ចុប្បន្នភាពនៃការលូតលាស់របស់វានៅលើបណ្ដាញសង្គមដែលធ្វើឲ្យវាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងអ៊ីនធឺណិតនិងទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្តយ៉ាងច្រើនកកមុនពេលផ្ទុះហេតុការបរិសុទ្ធអាមេរិកលបចូលទ្រង់នេះនៅឡើយ